បច្ចៈរឿងក្មេងទំនើងហើយសមរភូមិមុខថ្ងៃមុនខ្ញុំនិយាយរឿងថាឲ្យក្មេងទំនើងទៅធ្វើសកម្មភាពដែលបំរើដល់សមរភូមិមុខអញ្ចឹងមិនដឹងថាគេស្ដាប់ម៉េចឲ្យទៅលើឈ្មោះឯកឧត្តមកើតរិទ្ធគឺដឹងថាឲ្យបង្កើតច្បាប់ថ្មីខ្ញុំបកគលភារកិច្ចឲ្យឯកឧត្តមកើតរិទ្ធឯកឧត្តមសទេឯកឧត្តមវងពិសេសពិនិត្យមើលនៅក្នុងការធ្វើការពិនិត្យច្បាប់ដែលមានជាធរមាននេះថាតើច្បាប់អាចអនុញ្ញាតឲ្យយើងនៅក្នុងព្រោះច្បាប់មានច្រើនសិទ្ធិមនុស្សច្បាប់ពលកម្មអានេះទៅជន់ច្បាប់ឯដែលមានស្រាប់យើងមិនអាចចេះថាយកអ្នកគុំទៅធ្វើស្អីខុសច្បាប់ទេវាអានឹងវាតាក់ទងចំឲ្យគាត់មើលច្បាប់ដែលមានជាធរមានថាតើច្បាប់អនុញ្ញាតឲ្យយើងធ្វើសកម្មភាពឲ្យអ្នកជាប់ឃុំមួយចំនួនបំរើការងារសកម្មភាពដែលអាចពាក់ព័ន្ធទៅដល់បំរើឲ្យសមរភូមិអញ្ចឹងសូមបញ្ជាក់អ្នកបកកែវិភាគអ្នកចេះគ្រប់មុខគ្មានគោលការណ៍ឲ្យធ្វើច្បាប់ថ្មីនោះទេឲ្យសិក្សាច្បាប់ចាស់អានឹងទី1ខ្ញុំឆ្ងល់ដែរអ្នកវិភាគចេះគ្រប់មុខនៅតាមនេះស្ដាប់ប៉ុណ្ណឹងមិនយល់ដល់ឃើញប្រជាជនសាមញ្ញចូលគាត់ comment គាត់យល់ច្បាស់ជាងទី2ខ្ញុំថាឲ្យយកទៅដើម្បីធ្វើសកម្មភាពបំរើសមរភូមិមុខមិនបញ្ជូនទៅសមរភូមិមុខទេទៅកាន់កំភ្លើងខ្ញុំនិយាយច្បាស់ថាមិនកាន់កំភ្លើងទេខ្ញុំមិនយកក្មេងទំនើងទៅកាន់កំភ្លើងខូចសម្រាប់ណប់តបរបស់ខ្ញុំទៅមុខទេរបស់ជាតិរបស់យើងនៅមុខដែលឈរទៅដល់គ្រប់គ្រងតែបងប្អូននឹងពិបាកសឹងអីអត់ទេជាគោលគំនិតទី1ក្មេងទំនើងដែលប្រព្រឹត្តខុសត្រូវអនុវត្តច្បាប់ជាធរមានអញ្ចឹងមានអ្នកណាត្រូវអប់រំអ្នកណាក្រមអាយុយ៉ាងម៉េចអ្នកណាជាប់ឃុំអ្វីដែលយើងឲ្យមើលគឺថាអ្នកដែលជាប់ឃុំនេះគាត់មិនមែនពាក្យសាមញ្ញថាស៊ីដេកនោះទេក៏មានសកម្មភាពអីដែរបដោះបដាលធ្វើស្អីដែរអូខេឲ្យពិនិត្យមើលអ្នកទាំងអស់នឹងក្រៅពីសកម្មភាពត្រឹមតែធ្វើពលកម្មតិចតួចបោសសម្អាតធ្វើរោងបន្លែធ្វើសកម្មភាពចាក់បេតុងលេនដ្ឋានដើម្បីយើងដឹកទៅឲ្យទាហានជួរមុខរឿងតែប៉ុណ្ណឹងបាទអត់មានអីត្រូវបង្កើតច្បាប់ថ្មីអត់មានអីត្រូវបញ្ជូនយោធិននេះអ្នកជនជាប់ចោតនេះឲ្យចេញក្រៅគុកទៅធ្វើទាហាននោះទេអត់ពីទេបើនៅប្រទេសណាទេដោយបារាំងអីពួកខាង Legionnaire ខាងតបពិសេសគេមិនដឹងពិតទេឮតែគេនិយាយថាអ្នកដែលមានប្រវត្តិជាប់គុកមានប្រវត្តិនៅក្នុងអក្រិតកម្មទៅបម្រើក្នុងនឹងប្រហែលឆ្នាំគេអាចលុបអានឹងមកសវិញអានឹងខ្ញុំមិនដឹងទេប៉ុន្តែករណីនេះមិនមែនចឹងទេគឺទី1ការចាប់ការឃុំឬមួយក៏ដាក់ទោសទម្ងន់ទោសគឺផ្អែកទៅតាមច្បាប់ដែលមានជាធរមានមិនមានការបង្កើតថ្មីទេទី2យើងមើលនៅក្នុងច្បាប់ដែលមានស្រាប់តាក់ទងទៅការអនុវត្តទៅលើអ្នកទោសព្រោះច្បាប់ក៏មានដែរការពារអ្នកឃុំមិនអាចឲ្យយកធ្វើទាសករឬមួយអីនោះទេអានឹងខ្ញុំឲ្យមើលច្បាប់ដែរតើសកម្មភាពដែលគេយកទៅធ្វើបែបនេះទៅបើច្បាប់បើកហើយសកម្មភាពយើងចាត់ចែងទៅឲ្យនៅក្រោមការគ្រប់គ្រងរបស់ប៉ូលីសដែរអាចថានៅតាមបណ្ដាឃុំដែលគាត់មានឬមួយក៏រុញទៅដាក់ម្ដុំនៅកន្លែងឃុំណាមួយនៅខេត្តព្រះវិហារឬមួយអីចឹងទៅឲ្យម្ដុំឲ្យធ្វើសកម្មភាពទៅធ្វើការងារចាក់បេតុងដើម្បីបំរើទៅឲ្យសមរភូមិមុខកមបបេតុងគឺជាកមបលេនដ្ឋានអញ្ចឹងខ្ញុំសង្ឃឹមថាការបកស្រាយប៉ុណ្ណេះអាចបញ្យល់ទៅដល់អ្នកវិភាគដែលចេះគ្រប់មុខហើយសញ្ញាបត្រគ្រប់មុខនៅក្រៅប្រទេសផងខ្ញុំឆ្ងល់ដែររហូតទៅដល់ម្សិលមិញនេះមានខ្ញុំឃើញអាស៊ីអាវិទ្យុ AFE ប្រកាសថាគណៈបកកម្លាំងជាតិស្នើសុំកុំឲ្យលោកហ៊ុនម៉ាណែតបញ្ជូនក្មេងទំនើងទៅធ្វើទាហានជួរមុខខ្ញុំបាននិយាយថ្ងៃនោះខ្ញុំចាំឲ្យខ្ញុំមើលខ្លួនឯងទៀតខ្ញុំមានបញ្ជាក់មួយថាមិនឲ្យទៅកាន់កំភ្លើងបាញ់ទេអត់ចាំបាច់ទេព្រោះទាហានមានវិន័យទាហានការគ្រប់គ្រងច្បាស់លាស់ប៉ុន្តែទៅបំរើឲ្យសេវាទាហានក៏អត់មានការចាំបាច់បើកច្បាប់ថ្មីដែរអានឹងសូមបញ្ជូនចុះហើយបើបញ្ជាក់ប៉ុណ្ណឹងហើយនៅតែមិនយល់ទៀតជួយមិនបានទេហើយបើត្រូវការយកទៅដាក់ម្ដុំនៅកន្លែងណាឲ្យស្គាល់បាទបើមានកន្លែងហ្នឹងមានភ្នំទៀតឲ្យគាត់លីជាការហាត់ប្រាណឡើងលើភ្នំឲ្យដឹងថាទាហានគេលីបេតុងទៅដើម្បីការពារជាតិអាយុសបាគ្នាដែរយ៉ាងម៉េចហើយពួកយើងបានសេរីភាពនៅខាងក្នុងម៉ែឪខំរលុយចិញ្ចឹមទិញទាហានហើយនៅតែដើរកាប់ចាក់គ្នាទៀតបំផ្លាញមិនត្រឹមតែបំផ្លាញខ្លួនឯងបំផ្លាញសន្តិភាពសង្គមប៉ះដល់គេដល់អីទៀតអានឹងវាយ៉ាងម៉េចឲ្យយល់នេះគឺជាការបញ្ជាក់បន្ថែមព្រោះជួនកាលវាពិបាកយើងបញ្យល់តាមសារក៏ពិបាកយល់ទៅបញ្យល់តាមមីក្រូចឹងមិនឆាប់លឺដើម្បីឲ្យដឹងតែម្ដងអំពីគោលការណ៍របស់យើងប៉ុន្តែទោះជាយ៉ាងណាក៏ដោយសង្គមជាតិមួយរីកចម្រើនទាល់តែមនុស្សរឹងមាំមានវិន័យអញ្ចឹងការរៀបចំច្បាប់កាតព្វកិច្ចក្តីការរៀបចំការងារនៅគ្រប់កន្លែងទាំងអស់បូកជាមួយនៅតាមស្ថាប័នក្រសួងតាមកន្លែងឯកជនតាមគ្រប់ទាំងអស់ត្រូវមានវិន័យកំពង់ផែបើសិនជាបុគ្គលិកគ្មានវិន័យខ្ញុំគិតថាអាយដាមលូកំឈុនវេទនាហើយគ្មានបានគុណភាពនៃផលិតផលការងារទេហើយរបស់របរគ្មានពីណាមកធ្វើការជាមួយយើងទេទាល់តែមានវិន័យឆន្ទៈការទទួលខុសត្រូវទើបផែនេះរីកចម្រើនប្រទេសជាតិដូចគ្នាត្រូវការមនុស្សត្រូវការធនធានមនុស្សជាពិសេសយុវជនដែលមានវិន័យមានសមត្ថភាពមានឆន្ទៈនៅក្នុងការពង្រឹងខ្លួនព្រោះពេលដែលគាត់ម្នាក់រីកចម្រើនគ្រួសារគាត់រីកចម្រើន
គ្រួសារគាត់រីចម្រើនគឺធ្វើឲ្យសង្គមជាតិរីចម្រើនតែប៉ុណ្ណឹងហើយនេះគឺជាទិសដៅរបស់យើងមិនថាការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធភស្តុភារកម្មប្រព័ន្ធដឹកជញ្ជូនប្រព័ន្ធអប់រំសុខាភិបាលនោះទេគឺទាំងអស់គឺធ្វើដើម្បីពង្រឹងសេដ្ឋកិច្ចជាតិឲ្យប្រជាជនយើងមានជីវភាពរឹងមាំដើម្បីឲ្យយើងកាន់តែខ្លាំងហើយក្នុងបរិបទគ្មានពីណាជួយយើងជាជាងខ្លួនយើងជួយខ្លួនឯងទៅទេយើងមានមិត្តដែលជួយយើងប៉ុន្តែមិត្តក៏មានការងាររបស់ខ្លួនគេត្រូវជួយខ្លួនគេដែរអញ្ចឹងអ្វីដែលចាំបាច់កម្ពុជាត្រូវជួយកម្ពុជាប្រជាជនគ្រប់រូបត្រូវទៅជាធនធានរបស់ជាតិមិនមែនជាបន្ទុករបស់ជាតិក្មេងទំនើបក៏ត្រូវអប់រំត្រូវអនុវត្តច្បាប់ធ្វើយ៉ាងណាដើម្បីកែជាពីបន្ទុកទៅជាធនធានរបស់ជាតិរបស់គ្រួសារដែលយើងត្រូវធ្វើមិនមែនអមនុស្សធម៌ទេប៉ុន្តែធ្វើដើម្បីតម្រង់ទិសឲ្យអនាគតបានភ្លឺស្វាងបានល្អដើម្បីជាតិយើងទាំងមូលអញ្ចឹងសូមអរគុណសូមជូនពរដល់គ្រប់គ្នា